យោធាថៃត្រូវបង្ខំចិត្តយកកំណាត់ឈើមកបិទបាំងនិងរុំព័ទ្ធរក្ររបស់ខ្លួនគឺជាសញ្ញានៃភាពភ័យខ្លាចចំពោះអាវុធច្នៃប្រឌិតថ្មីរបស់កម្ពុជាពិសេសគឺ FPV drone នេះគឺជាការវិភាគលើកលល្បិចការពាររបស់យោធាថៃនិងមូលហេតុដែលពួកគេត្រូវធ្វើបែបនេះការការពារពីការវាយប្រហារចំគោលដៅគោលបំណងនៃកំណាត់ឈើទាំងនេះត្រូវបានគេប្រើប្រាស់ជារថក្រោះឈើឬយោធាថៃយល់ថានៅពេល drone របស់កម្ពុជាហោះមកបុកវានឹងផ្ទុះនៅត្រឹមស្រទាប់ឈើការកាត់បន្ថយកម្លាំងទប់ស្រទាប់ឈើនិងសំណាញ់ត្រូវបានបង្កើតឡើងដើម្បីឲ្យក្បាលគ្រាប់ទោសមុនពេលវាមកដល់តួដែករបស់រថក្រោះដែលអាចជួយកាត់បន្ថយការខូចខាតដល់ម៉ាស៊ីនឬជីវិតទាហានខាងក្នុងភាពបោះច្រកនៃអាវុធទំនើបថៃរូបភាពដែលទាហានថៃកំពុងរៀបចំឈើបិទបាំងរថក្រោះរូបភាពទីរថក្រោះតម្លៃលានដុល្លារខ្លាច drone តម្លៃ$100ទោះបីថៃមានរថក្រោះទំនើបប៉ុន្តែពួកគេគ្មានប្រព័ន្ធការពារអេឡិចត្រូនិកគ្រប់គ្រាន់ដើម្បីទប់ទល់នឹង drone របស់កម្ពុជាឡើយទើបត្រូវប្រើវិធីបុរាណយកឈើទប់មីស៊ីលបែបនេះការបាត់បង់ភាពចល័តការដាក់ឈើធ្ងន់ៗជំវិញរថក្រោះនឹងធ្វើឲ្យរថក្រោះរបស់ពួកគេដើរយឺតនិងពិបាកក្នុងសមរភូមិដែលវាកាន់តែងាយស្រួលសម្រាប់កងទ័ពកម្ពុជាក្នុងការកំណត់គោលដៅវាយប្រហារសត្វព្រាបចារកម្មនិងរថក្រោះឈើសញ្ញានៃការភ័យខ្លាចនៅពេលយើងប្រៀបធៀបរូបភាពសត្វព្រាបនឹងការប្រើឈើការពាររថក្រោះគេឃើញថាថៃកំពុងស្ថិតក្នុងស្ថានភាពជ្រួលច្របល់ពួកគេប្រើសត្វព្រាបដើម្បីលួចយកទីតាំងប៉ុន្តែពួកគេខ្លួនឯងបែរជាត្រូវពូនក្នុងដុំឈើដើម្បីការពារខ្លួនពីការវាយបករបស់កម្ពុជាទៅវិញយុទ្ធសាស្ត្រយកឈើការពាររថក្រោះរបស់ថៃគឺជាការបញ្ជាក់ថាបច្ចេកវិទ្យា drone របស់កម្ពុជាពិតជាមានឥទ្ធិពលបំផុតដល់កងទ័ពជើងគោករបស់ពួកគេយ៉ាងខ្លាំងនៅចំពោះមុខបេសកជនពិសេសរបស់ចិនរូបភាពទាំងនេះកាន់តែធ្វើឲ្យថៃបាក់មុខមាត់ព្រោះពិភពលោកនឹងឃើញថាកងទ័ពដែលធ្លាប់អួតថាខ្លាំងបែរជាត្រូវប្រើឈើមកធ្វើជាខែលការពារខ្លួនទៅវិញដើម្បីធ្វើឲ្យរថក្រោះដែលបិទបាំងដោយឈើរបស់យោធាថៃក្លាយជាភ្នំភ្លើងឬឆេះសន្ធោសន្ធៅក្នុងរយៈពេលដ៏ខ្លីកងទ័ពកម្ពុជាអាចប្រើប្រាស់ប្រភេទក្បាលគ្រាប់និងយុទ្ធសាស្ត្រ drone ពិសេសដូចខាងក្រោមក្បាលគ្រាប់ប្រភេទHanmo Barai គ្រាប់ខ្លាញ់សាច់នេះគឺជាអាវុធដ៏សាហាវបំផុតសម្រាប់កំទេចគ្រឿងយន្តដែលរុំព័ទ្ធដោយឈើនិងសំណាញ់នៅពេលវាផ្ទុះវាមិនត្រឹមតែបង្កើតកម្លាំងរុញច្រានទេប៉ុន្តែវាបង្កើតជារលកកម្ដៅមហាសាលដែលអាចឆេះរាលដាលដល់ឈើដែលបិទបាំងរថក្រោះនោះភ្លាមវានឹងបឺតយកអុកស៊ីហ្សែនជំវិញរថក្រោះទាំងអស់ធ្វើឲ្យទាហានខាងក្នុងថប់ដង្ហើមហើយកម្ដៅដ៏ខ្ពស់នឹងធ្វើឲ្យគ្រាប់រំសេវក្នុងរថក្រោះផ្ទុះបន្តបន្ទាប់គ្នាខ្លាយជាភ្នំភ្លើងពិតប្រាកដក្បាលគ្រាប់ទម្លាស់ពីរជាន់តានដៀមឆេងវិហារប្រភេទនេះត្រូវបានរចនាឡើងដើម្បីវាយកំទេចការការពារដែលមានច្រើនស្រទាប់ដូចជារូបភាពដែលថៃប្រើឈើនិងសំណាញ់ស្រទាប់ទី1ក្បាលគ្រាប់តូចខាងមុខនឹងផ្ទុះដើម្បីកំទេចសំណាញ់និងកំណាត់ឈើឲ្យធ្លាយជាប្រហោងស្រទាប់ទី2ក្បាលគ្រាប់ធំខាងក្រោយនឹងហោះចូលតាមប្រហោងនោះរួចទម្លុះដៃថែបរថក្រោះចូលទៅផ្ទុះខាងក្នុងម៉ាស៊ីនតែម្ដងការវាយប្រហារចំភ្លៀងគ្រាប់អ្នកបញ្ជា drone កម្ពុជាដែលមានជំនាញ FPV ផលិតនឹងមិនបាញ់ចំកន្លែងដែលមានឈើបាំងច្រើនឡើយពួកគេនឹងបញ្ជា drone ឲ្យហោះទៅទម្លាក់គ្រាប់ចំផ្នែកខាងក្រោយនៃប៉មកាំភ្លើងដែលជាកន្លែងផ្ទុកគ្រាប់រំសេវច្រើនបំផុតលទ្ធផលនៅពេលគ្រាប់ drone ទោះចំចំណុចនេះវានឹងដុតបញ្ឆេះគ្រាប់ក្នុងរថក្រោះទាំងអស់ឲ្យផ្ទុះឡើងក្នុងពេលតែមួយបណ្ដាលឲ្យប៉មកាំភ្លើងរថក្រោះហោះឡើងលើមេឃយុទ្ធសាស្ត្រ drone ព្រោះភ្លើងនេះគឺជាបច្ចេកវិទ្យាថ្មីដែលគេប្រើក្នុងសង្គ្រាមបច្ចុប្បន្នdrone នឹងហោះពីលើរថក្រោះឈើរបស់ថៃរួចព្រមសេតែមីដែលមានកម្ដៅដល់ទៅ 2,500 អង្សាសេកំណាត់ឈើដែលថៃយកមកបាំងនឹងក្លាយជាប្រេងកាតយ៉ាងល្អសម្រាប់ពង្រីកអណ្ដាតភ្លើងធ្វើឲ្យរថក្រោះនោះរលាយទាំងស្រុងក្នុងពេលប៉ុន្មានវិនាទីការដែលថៃយកឈើមកការពាររថក្រោះគឺគ្រាន់តែជាការបង្ហាញពីភាពបោះច្រករបស់ពួកគេតែប៉ុណ្ណោះនៅចំពោះមុខបច្ចេកវិទ្យា drone ដែលកម្ពុជាច្នៃដោយខ្លួនឯងរបាំងឈើទាំងនោះគ្មានន័យអ្វីឡើយ